វាសួរបងសិស្សសាស្ត្រនៅទី11ថ្ងៃនេះយើងរៀនអំពីមេរៀនអាកុលចំណុចអ៊ីសូមែរនៃអាកុលអ៊ីសូមែរគឺជាសមាសធាតុដែលមានរូបមន្តម៉ូលេគុលឬក៏រូបមន្តដល់ដូចគ្នាតែរូបមន្តស្ទើរលាតរបស់វាខុសគ្នាឧទាហរណ៍នេះគ្រូឲ្យរូបមន្តស្ទើរលាតពីរនេះម៉ូលេគុលពីរនេះដំបូងយើងមើលតើម៉ូលេគុលទាំងពីរហ្នឹងវាមានកាបូនមានអ៊ីដ្រូសែនមានអូស្មើគ្នាអត់អញ្ចឹងបងអូនរាប់ទៅយើងដឹងថាវាមានកាបូន3សេ8ហើយអូរូបមន្តខាងក្រោមនេះក៏មានរូបមន្តដល់វាសេ3 58អូដែរអញ្ចឹងពីរអ្នកហ្នឹងមានរូបមន្តដល់សេ3 58អូដូចគ្នាប៉ុន្តែវាមានរូបមន្តស្ទើរលេតវាខុសគ្នារូបមន្តស្ទើរលេតទី1នេះគឺ OH ភ្ជាប់នៅកាបូនខាងចុងដែលជាកាបូនទី1ចំណែករូបមន្តទី2នេះគឺ OH បង្គំទីអ៊ីដ្រូស៊ីននេះជាប់នៅកាបូនកណ្ដាលកាបូនទី2អញ្ចឹងវាខុសគ្នាដោយទីតាំងរបស់ OH ប៉ុន្តែវាមានរង្វង់ដូចគ្នាអញ្ចឹងគឺថាវាជាអ៊ីសូមែរនឹងគ្នាអ៊ីសូមែរនៃអាកុលមាន3ប្រភេទគឺអ៊ីសូមែរខ្សែកាបូនអ៊ីសូមែរទីតាំងនិងអ៊ីសូមែរនេទីអ៊ីសូមែរខ្សែកាបូនគឺជាសមាសធាតុដែលមានម៉ូលេគុលរបស់វារូបមន្តដល់វាដូចគ្នាដែលម៉ូលេគុលរបស់វាដូចគ្នាដោយរូបមន្តដល់ប៉ុន្តែវាមានខ្សែកាបូនខុសគ្នាចំណែកអ៊ីសូមែរទីតាំងគឺជាសមាសធាតុដែលម៉ូលេគុលរបស់វាមានរូបមន្តដល់ដូចគ្នាតែខុសគ្នាដោយទីតាំងបង្គំនាទីចំណែកអ៊ីសូមែរនេទីគឺជាសមាសធាតុដែលម៉ូលេគុលរបស់វាមានរូបមន្តដល់ដូចគ្នាតែខុសគ្នាដោយបង្គំនាទីឧទាហរណ៍ប្អូនសរសេរអ៊ីសូមែរនៃសមាសធាតុមួយដែលមានរូបមន្តដល់សេ4 5 10អូមចឹងដំបូងរបៀបសរសេរគឺប្អូនសរសេរសេ4ហ្នឹងគឺសរសេរជាខ្សែលាតអត់ខ្នែងចេះសិនមកហើយអូហាយើងភ្ជាប់នៅកាបូនខាងចុងដែលជាកាបូនទី1ខ្សែទី2គឺប្អូនឲ្យបង្គំនីតិរបស់វាហ្នឹងដើរចូលមកកាបូនទី2អញ្ចឹងសេហា2សេហា3សេហា2សេហាអូហាចូលមកកាបូនទី2ចេះមកអញ្ចឹងពីរអ្នកហ្នឹងវាមានរូបមន្តដល់វាដូចគ្នាគឺសេ4 5 10អូប៉ុន្តែបង្គំនីតិវាខុសគ្នាអញ្ចឹងពីរអ្នកនេះជាអ៊ីសូមែរនឹងគ្នាហើយស្មើខ្សែទៀតយើងសេបែបយកអាកាបូនខាងចុងកាបូនទី4នេះយកមកដកខ្នែងវិញកាត់ខ្នែងអញ្ចឹងរូបមន្តមួយនេះក៏មានសេ4 5 10អូដែរខ្សែទី1នេះគឺប៊ុយតាន1អល់ខ្សែទី2នេះគឺប៊ុយតាន2អល់ខ្សែទី3គឺខ្នែងយើងហៅខ្នែងមុនអញ្ចឹងខ្នែងដូននៅកាបូនកណ្ដាលយើងហៅថាមេទីលប្រូប៉ាន1អល់យើងអាចទៅសេបានទៀតគឺយើងកាត់ខ្នែងមកដាក់សេហា3សេហាសំទោសសេសេហា3សេហា3ហើយអូហាអញ្ចឹងយើងរាប់ទៅក៏សេមាន4ហាមាន10ហើយអូដែរយើងសេបានមួយខ្សែទៀតគឺយើងសេបែបនេះចាអាខាងលើនេះมันឈ្មោះថាមេទីលប្រូប៉ានពីអល់ហើយខាងក្រោមនេះគឺឈ្មោះ D អេទីលអេតាអញ្ចឹងរូបមន្តដល់ដែលមានសេ4 5 10អូយើងសេបាន5ខ្សែគឺរូបរាងវានៅគ្រប់ប្រាប់ហើយ5ខ្សែអញ្ចឹងយើងមើលប្រភេទអ៊ីសូមែរវិញប្រភេទអ៊ីសូមែរដែលយើងសរសេរបាន5ខ្សែនេះគ្រូយក2ខ្សែម្ដងយកប្រៀបធៀបគ្នាឲ្យបងអូនស្គាល់ប្រភេទអ៊ីសូមែរអញ្ចឹងខ្សែទី1ដែលបងអូនសរសេរមិញគឺបែបនេះហើយខ្សែទី2បងអូនសរសេរមិញគឺបែបនេះអញ្ចឹងយើងមើលខ្សែទាំងពីរនោះវាខុសគ្នាកន្លែងណាយើងដឹងថាវាមានរូបមន្តដល់វាដូចគ្នាគឺខ្សែគឺខ្សែ4 5 10អូមហើយយើងមើលវាខុសគ្នាកន្លែងណាបងអូនមើលខុសគ្នាដោយទីតាំងនៃបង្គំនីតិនេះមែនទេនេះទីតាំងដងនៅទី1នេះទីតាំងវាដងនៅកាបូនទី2អញ្ចឹងវាខុសគ្នាដោយទីតាំងបង្គំនីតិអញ្ចឹងវាទាំងពីរនេះគឺជាអ៊ីសូមែរទីតាំងយើងមើលទៀតខ្សែទី1ជាមួយនឹងខ្សែទី3បងមើលតែវាខុសគ្នាកន្លែងណាខ្សែនេះគឺខ្សែលាតអត់មានខ្នែងទេចំណែកខ្សែនេះគឺមានខ្នែង
OH ជាប់នៅកាបូនខាងចុងគឺកាបូនទី1ដូចគ្នាហើយ OH នេះក៏ជាប់នៅកាបូនខាងចុងកាបូនទី1ដូចគ្នាបងអូនទៅសេបែបនេះក៏បានបងអូនសេដាក់សម្ព័ន្ធកណ្ដាលជិះក៏បានអត់ខុសគ្នាទេគឺដូចគ្នាវាខុសគ្នាតែខ្សែទី3នេះគឺមានខ្នែងអញ្ចឹងខ្សែខាងលើនេះខ្សែកាបូនវា4ខាងក្រោមនេះគឺខ្សែមេរបស់វាមានកាបូនតែ3ឯដល់ខ្នែងមួយអញ្ចឹងវាខុសគ្នាដោយខ្សែកាបូនអញ្ចឹងពីរនាក់ហ្នឹងគឺជាអ៊ីសូមែរខ្សែកាបូនអញ្ចឹងបងអូនមើលទី1និងទី4ទី1និងទី4ខុសគ្នាកន្លែងណាបង្គំនីតិរបស់អាលើគឺដុះនៅកាបូនខាងចុងទី1ខ្សែខាងក្រោមគឺ OH ដុះនៅកាបូនកណ្ដាលកាបូនទី2ហើយខ្សែរបស់ខាងលើនេះគឺខ្សែលាតអត់ខ្នែងចំណែកខ្សែខាងក្រោមនេះគឺខ្សែមានខ្នែងអញ្ចឹងវាខុសគ្នាពីរខុសគ្នាដោយខ្សែកាបូននិងខុសគ្នាដោយទីតាំងបង្គំនេតិអញ្ចឹងទី1និងទី4នេះគឺជាអ៊ីសូមែរខ្សែកាបូននិងអ៊ីសូមែរទីតាំង វាខុសគ្នាពីរអញ្ចឹងយើងដាក់ថាជាអ៊ីសូមែរមានពីរនឹងអ៊ីសូមែរខ្សែកាបូននិងអ៊ីសូមែរទីតាំងអញ្ចឹងបងអូនមើលខ្សែចុងក្រោយទី1និងទី5បងមើលខុសគ្នាកន្លែងណាខាងលើនេះគឺមានបង្គំនីតិ O ค่ะខាងក្រោមនេះគឺខុសគ្នាដោយ O តែខាងលើបង្គំនីតិ O ค่ะខាងក្រោមនេះគឺបង្គំនីតិ O អញ្ចឹងពីរអ្នកនេះមានបង្គំនីតិខុសគ្នាខាងលើគឺជាពពុះអាល់កុលបង្គំនីតិរបស់វាគឺ OH ចំណែកខ្សែទី5នេះគឺបង្គំនីតិវាគឺ O អញ្ចឹងបង្គំនីតិ O នៅកណ្ដាលបែបនេះគឺគេហៅថាពួកអេតែអញ្ចឹងខាងលើបង្គំនីតិអាល់កុលខាងក្រោមពួកអេតែអានេះមាននីតិជាអាល់កុលមាននីតិជាអេតែអញ្ចឹងវាមានរូបមន្តដកសេ4 5 10 O ដូចគ្នាប៉ុន្តែវាមានបង្គំនីតិខុសគ្នាអញ្ចឹងពីរអ្នកហ្នឹងគឺជាអ៊ីសូមែរនាទីអរគុណច្រើនបងប្អូនយើងជួបគ្នានៅក្នុងមេរៀនបន្ទាប់